đây con nè thì bayទាំងអស់គ្នាបាទវាមិនខុសពីថ្នាក់ទី9ប្រហែលទេនៅក្នុងលំហាត់នេះអញ្ចឹងយើងមានប្រយោជន៍ទាំងទី8និងទី9នេះរូបទី2នេះរូបទី2នេះដែលជារូបសម្រាប់ការគណនារកតម្លៃ x នេះណារកតម្លៃ x នេះហើយលំហាត់នេះមើលទៅដូចងាយប៉ុន្តែត្រូវការស្រាយត្រូវការទាញអីរៀងលំបាកដែរបាទលំបាកដែរអូលំហាត់មុនផ្លេចຂະຫນາດគិតជាម៉ែត្រដាក់ຂະຫນາດគិតស្អីទេមើលតិចសិនដាក់សង់ទីម៉ែត្រចាំកែមរងខមមិនបាទអញ្ចឹងហាត់នេះដើម្បីគណនា x បានណាបាទយើងត្រូវពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយហើយយើងត្រូវគូថែមតាំងអីផ្សេងៗទៀតណាបាទនេះគូថែមនិងគូកម្ពស់នេះឲ្យคล้ายជាចតុកោណកែងមួយនេះកន្លែងនេះណាអញ្ចឹងដាក់កន្លែងនេះមកកែងកន្លែងហ្នឹងបាទអញ្ចឹងលោកគ្រូមិនចង់ឲ្យស្រាយវែងឆ្ងាយទេលោកគ្រូគិតឲ្យខ្លីហើយយើងត្រូវគូសសំណងរូបហើយអ្នកទាំងអស់គ្នាត្រូវដាក់ប្រវែងនេះ16បាទហើយវែងនេះមិនមែន50នេះ50វែងនេះដូចជាបាតធំព្រោះរូបទាំងមូលចតុកោណភ្នាយហើយ x នេះយើងគណនាគឺជាជ្រុងត្រេតអញ្ចឹងយើងធ្វើបែបងាយចោះដើម្បីយើងទាញរកឲ្យលឿនអញ្ចឹងកន្លែងនេះប្រវែងនេះបាទវាត្រូវប៉ុននឹងប្រវែងនេះវែងនេះបាទហើយប្រវែងនេះស្មើនឹងប្រវែងនេះអញ្ចឹងអានេះ38នេះក៏38ដែរតើទាំងអស់នេះ50អញ្ចឹងមានថាប្រវែងនេះ10ម៉ានបាទខ្ញុំយក50ដក10ដក38ចឹងទៅអញ្ចឹងផ្សត់12មែនទេបូក12បូក38វាស្មើ50អញ្ចឹងបើជ្រុងនេះ16ចំណុច12អញ្ចឹងរក x ឃើញណាបើសិនជាយើងមិនតាំងទេយើងធ្វើកាត់អញ្ចឹងអាស្រ័យលើលោកគ្រូអ្នកគ្រូរបស់យើងទេណាបាទអាស្រ័យលើគ្រូរបស់យើងដែលគាត់អនុញ្ញាតឲ្យយើងសេកាត់ធ្វើកាត់ចឹងបានក៏ធ្វើទៅវាលឿនផងសម្រាប់លោកគ្រូក៏ជំនួយយើងជួយយើងបន្ថែមចុះគឺអនុញ្ញាតឲ្យសេកាត់បានបើចេញលំហាត់ប្រឡងតម្រង់អញ្ចឹងគូរូបថែមមិនបើអត់គូរូបថែមគឺមិនអាចទេណាហើយសេកាត់តើគូរូបថែមហើយដាក់តម្លៃហ្នឹងដូចគ្រូបានបង្ហាញលើរូបបែបហ្នឹងអញ្ចឹងចម្លើយរបស់យើងចង់គណនាតែ x ទេណាកន្លែងនេះហើយយើងដាក់ថាកំណត់បាទ x ឬក៏តម្លៃ x ហើយដាក់ x គិតជាម៉ែត្រអាមុនមិញភ្លេចຂະຫນាតភ្លេចមើលຂະຫນាតគេឲ្យ